សួស្តីឆ្នាំថ្មី2026ពុកម៉ែបងប្អូនណាចាសំខាន់ប៉ាម៉ាក់នាងខ្ញុំគាត់បានអញ្ជើញចាក្រុមសិល្បករជាច្រើនជិត100នាក់ដើម្បីឲ្យគាត់មកសម្ដែងនៅក្នុងភពមួយគ្រឿងមួយទីហើយសំខាន់ការសម្ដែងគឺអស្ចារ្យខ្លាំងមែនទែនពុកម៉ែបងប្អូននោះដំបូងគឺយើងសម្ដែងក្នុងរបាំគ្រុឌចាដើម្បីបណ្ដេញឧបរពចង្រៃចេញពីផ្ទះហើយបន្ទាប់មកគឺយើងដល់មកចាទទួលទេវតាឆ្នាំថ្មីបន្ទាប់ពីដល់ម៉ោងទទួលទេវតាឆ្នាំថ្មីហើយចាគឺយើងចាមានសម្ដែងក្បួនទេវតាទទួលទេវតាឆ្នាំថ្មីទៀតពុកម៉ែបងប្អូនណាគឺអស្ចារ្យខ្លាំងមែនតើក្បួនហ្នឹងដូចនិយាយអញ្ចឹងអត់ដឹងថាមានពីអីនិយាយចេញមកព្រឺរោមតែម្ដងហើយសង្ឃឹមថាពុកម៉ែបងប្អូនជួយគ្រប់គ្រងរបាំខ្មែរផងហើយថ្ងៃនេះប៉ាខ្ញុំគាត់រៀបចំរបាំច្រើនណាពុកម៉ែបងប្អូនចាមានឆៃយ៉ាំអបអរសាទរឆ្នាំថ្មីចាហើយនឹងរបាំខ្យល់ត្រជាក់ក្នុងកណ្ដាលមួយរបាំគោះចាហើយនឹងរបាំផ្កាមាសផ្កាប្រាក់ក៏ស្អាតលយដែរពុកម៉ែបងប្អូនណានេះជាច្រើនរូបគាត់កាន់ផ្កាមាសផ្កាប្រាក់ហើយស្លៀកពាក់ស្អាតខ្លាំងមែនតើពុកម៉ែសិតតែមានអត្ថន័យប៉ុន្តែដោយសារថាយើងអត់សូវដឹងអញ្ចឹងយើងអត់ហ៊ាននិយាយទេហើយសំខាន់របាំនេសាទដូចពុកម៉ែបងប្អូនស្គាល់ហើយរបាំនេសាទគឺដូចថាគេនិយាយពីចានេសាទហត់ម៉េចអីម៉េចហើយប៉ុន្តែជាសិល្បៈអីអញ្ចឹងណាពុកម៉ែបងប្អូនចាហើយចុងក្រោយគឺរបាំវាសនាកលាបកម្ពុជា
ស់ខ្លាំងពុកម៉ែបងប្អូនណាហាចាហើយសង្ឃឹមថាពុកម៉ែបងប្អូនពីថ្ងៃនេះតទៅពេលមានកម្មវិធីខ្មែរហើយជាពិសេសរដូវកាលចូលឆ្នាំខ្មែរគួរណាតែយើងជួយអភិរក្សចារបាំខ្មែរហើយនៅសិល្បៈខ្មែរដូចថ្ងៃនេះប៉ាខ្ញុំអញ្ជើញមកចិត្ត100នាក់ពុកម៉ែបងប្អូនណាចាអញ្ចឹងគឺគាត់បានរៀបចំឡើងថាអស្ចារ្យយើងជាកូនគាត់យើងមានអារម្មណ៍ថាអស្ចារ្យខ្លាំងមែនតើអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនចាជួយគ្រប់គ្រងហើយនឹងអភិរក្សរបាំខ្មែរសិល្បៈខ្មែរតដំណើរពីដូនតាឲ្យច្រើនណាស់ហើយសំខាន់ក្នុងឱកាសចូលឆ្នាំខ្មែរនេះជូនពរពុកម៉ែបងប្អូនសុខភាពល្អអាយុវែងហើយសំខាន់ទៅទីចិត្តទីឆ្ងាយសុខសុវត្ថិភាពហើយលុយហូរចូលច្រើនហើយឆ្នាំថ្មីទាំងអស់គ្នាចាអរគុណចាពុកម៉ែបងប្អូនថ្ងៃនេះចាជាថ្ងៃទទួលទេវតាឆ្នាំថ្មីហើយក៏ប៉ាខ្ញុំចាមានធ្វើការសម្ដែងក្បួនទេវតាឆ្នាំថ្មីពុកម៉ែបងប្អូនណាអស្ចារ្យខ្លាំងមែនតើផនទៅចេញមកព្រឺរោមខ្លាំងមែនតើពុកម៉ែបងប្អូនណាព្រោះអីយើងធ្លាប់តែយើងមើលតាមគេហៅមើលតាមវីដេអូមើលតាមអីប៉ុន្តែថ្ងៃនេះភូមិគ្រឹះខ្ញុំបានចាបានអញ្ជើញពួកគាត់មកសម្ដែងផ្ទាល់យើងឃើញនៅក្នុងមុខគឺចង់និយាយថាបព្វធម៌ខ្មែរអរិយធម៌ខ្មែរគឺមានការអស្ចារ្យខ្លាំងមែនតើហើយសង្ឃឹមថាពុកម៉ែបងប្អូនចាឆ្នាំពីឥឡូវទៅចង់ឲ្យពុកម៉ែបងប្អូនជួយគ្រប់គ្រងរបាំខ្មែរពុកម៉ែបងប្អូនណានិយាយរួមរបាំខ្មែរគឺអស្ចារ្យជាពិសេសក្បួនទទួលទេវតាឆ្នាំថ្មីពុកម៉ែបងប្អូនណាហើយថ្ងៃនេះប៉ាខ្ញុំគាត់បានរៀបចំចាមានរបាំក្របញ្ជាឧបត្ថម្ភចង្រៃហើយបន្ទាប់មកគឺយើងទទួលទេវតាឆ្នាំថ្មីយកលៀបយកជ័យហើយនឹងមានរបាំផ្សេងទៀតអញ្ចឹងសង្ឃឹមថាពីឥឡូវទៅមិនថាជាភូមិគ្រឹះជាតែវិឡាឬមួយក៏តែម៉មឯងគឺគាត់អាចថាអញ្ជើញតាមដូចថាតាមសមត្ថភាពគាត់ណាសំខាន់ឲ្យតែយើងមានទឹកចិត្តជួយគ្រប់គ្រងអរិយធម៌ខ្មែរវប្បធម៌ខ្មែរគឺវានៅគង់វង្សកុំវានៅគង់វង្សហត្ថថេរហើយកុំគេយកទៅបាត់ហើយដល់ពេលយើងធ្វើក្រោយគេថាយើងកូពីបើយើងមានរបស់ល្អប៉ុន្តែយើងអត់ចេះថែអត់ចេះអភិរក្សគឺយើងអត់មានអីនៅក្នុងខ្លួនរបស់ជាខ្លួនទេណាពុកម៉ែបងប្អូនចាអញ្ចឹងចូលឆ្នាំថ្មីជូនពរពុកម៉ែបងប្អូនសុខភាពល្អអាយុវែងរកស៊ីមានបានលុយហូរចូលច្រើនទាំងអស់គ្នាអរគុណ